ឡើងសមត្ថកិច្ចនៅព្រឹកថ្ងៃអង្គារនេះបានរៀបរៀងក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋដែលហៅក្បួនតវ៉ាប្រឆាំងទៅនឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលក្រុងហៅជុំវិញមន្ទីររដ្ឋសភាអនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាត60លោកណៃវងដែរមានប្រសាសន៍ថាការរៀបរៀងរបស់សមាជិកមិនបានចំណេញអ្វីទៅរដ្ឋាភិបាលទេទៅវិញការរៀបរៀងនេះបង្ហាញឲ្យសាធារណជនចាប់អារម្មណ៍កាន់តែខ្លាំងពីការបំបិទសិទ្ធិក្នុងការប្រមូលផ្ដុំនិងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋហើយបានទូការចាប់អារម្មណ៍ដោយសារតែគេចង់ដឹងថាតើការរៀបរៀងនោះមានហិង្សាឬអត់មានវាយដំអង្គការសង្គមស៊ីវិលឬអត់មានការវាយដំទៅលើសហគមន៍ឬអត់ដូច្នេះហើយធ្វើឲ្យការតាមដានព័ត៌មានដែលត្រជាក់សោះបែរជាធ្វើឲ្យព័ត៌មាននឹងទៅជាព័ត៌មានក្តៅអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនលើកឡើងថាកន្លងមករដ្ឋាភិបាលតែងតែប្រើកម្លាំងប្រដាប់អាវុធធ្វើការរារាំងប្រជាពលរដ្ឋពេលចេញតវ៉ាដោយលោកចាត់ទុកការរារាំងរបស់ក្រុមសមត្ថកិច្ចនេះជាការរំលោភសិទ្ធិសេរីភាពរបស់ជាតិផងដែរយើងឃើញថារដ្ឋាភិបាលតែងតែប្រើនេះច្បាប់មិនទាន់ចេញនេះគឺធ្វើការយកលេសថាមិនជូនដំណឹងជូនអីជូនច្បាប់ទៅច្បាប់ចេញយើងមិនដឹងថាតើនឹងការរដ្ឋបတ်យ៉ាងណាទៅហើយការរៀបរៀងនេះវាមិនស្របទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យឬក៏នីតិរដ្ឋហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហើយប្រជាពលរដ្ឋមានសិទ្ធិស្នើឡើងទៅដល់រដ្ឋសភាជាតិក៏ដូចជាអាជ្ញាធររដ្ឋដែលពួកគាត់មានបញ្ហាឬក៏មានទុក្ខសោកដើម្បីឲ្យពួកគេដោះស្រាយ VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកគៀតចន្ទថារិទ្ធនិងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រតែទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួលចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡុងលីម៉ង់អះអាងថាជាប់ប្រជុំមន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថាមាត្រា 5 មាត្រា 10 មាត្រា 15 មាត្រា 22 មាត្រា 30 និងមាត្រា 32 សុទ្ធតែជាក្តីបារម្ភខ្លាំងដោយមាត្រា 32 នេះបានចែងពីការផាកពិន័យធ្ងន់ធ្ងរដល់អង្គការឬសមាគមណាដែលមិនបានបំពេញលក្ខខណ្ឌតាមច្បាប់នោះហើយឈានទៅលុបឈ្មោះអង្គការនោះចោលមន្ត្រីសិទ្ធិមនុស្សអះអាងថានៅពេលច្បាប់នេះចេញនឹងធ្វើឲ្យសមាគមតូចៗនិងសកម្មភាពការងារស្ម័គ្រចិត្តរបស់យុវជននិងសកម្មជនតាមមូលដ្ឋាននឹងត្រូវបញ្ចប់ព្រោះតែពួកគេមិនអាចបំពេញលក្ខខណ្ឌតាមអ្វីដែលរដ្ឋាភិបាលបានកំណត់ក្នុងច្បាប់នោះគួរបញ្ជាក់ផងដែរថានៅថ្ងៃស្អែកនេះរដ្ឋសភានឹងបើកសិក្ខាសាលាថ្នាក់ជាតិស្វែងយល់ពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលផងដែរកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមកំពុងតែធ្វើការប្រជុំដោយបិទទ្វារពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែននៅក្នុងកិច្ចប្រជុំនោះគេធ្វើឡើងនៅចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែកក្កដាដោយសមាជិកភាគីកម្ពុជាមានចំនួន10នាក់ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលោកវ៉ាកំហុងចំណែកវៀតណាមមានប្រមាណជា10នាក់ដែរដែលដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងការបរទេសទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានណាមួយជុំវិញខ្លឹមសារនៃការប្រជុំនេះនៅឡើយក៏បញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាសនៅតាមព្រំដែនរហូតដល់មានការប្រើអំពើហិង្សានៅចំណុចមួយនៃខេត្តស្វាយរៀងបន្ទាប់ពីមានភាពចម្រូងចម្រាសនោះរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាវៀតណាមពិតជាបានរំលោភលើអធិបតេយ្យកម្ពុជាហើយកម្ពុជាក៏បានដាក់កំណត់ទូតជាច្រើនដងទៅប្រទេសវៀតណាមតែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីភាគីវៀតណាមនៅឡើយនាងខ្ញុំកាន់វិជ្ជការរាយការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីកម្លាំងសមត្ថកិច្ចនៅព្រឹកថ្ងៃអង្គារនេះបានរៀបរៀងក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋដែលហៅក្បួនតវ៉ាប្រឆាំងទៅនឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលក្រុងហៅជុំវិញមន្ទីររដ្ឋសភាអនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាត60លោកណៃវងដែរមានប្រសាសន៍ថាការរៀបរៀងរបស់សមាជិកមិនបានចំណេញអ្វីទៅរដ្ឋាភិបាលទេទៅវិញការរៀបរៀងនេះបង្ហាញឲ្យសាធារណជនចាប់អារម្មណ៍កាន់តែខ្លាំងពីការបំបិទសិទ្ធិក្នុងការប្រមូលផ្ដុំនិងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋហើយបានទូការចាប់អារម្មណ៍ដោយសារតែគេចង់ដឹងថាតើការរៀបរៀងនោះមានហិង្សាឬអត់មានវាយដំអង្គការសង្គមស៊ីវិលឬអត់មានការវាយដំទៅលើសហគមន៍ឬអត់ដូច្នេះហើយធ្វើឲ្យការតាមដានព័ត៌មានដែលត្រជាក់សោះបែរជាធ្វើឲ្យព័ត៌មាននឹងទៅជាព័ត៌មានក្តៅអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនលើកឡើងថាកន្លងមករដ្ឋាភិបាលតែងតែប្រើកម្លាំងប្រដាប់អាវុធធ្វើការរារាំងប្រជាពលរដ្ឋពេលចេញតវ៉ាដោយលោកចាត់ទុកការរារាំងរបស់ក្រុមសមត្ថកិច្ចនេះលើច្បាប់ជាតិនិងអន្តរជាតិផងដែរ
យើងឃើញថារដ្ឋាភិបាលតែងតែប្រើនេះច្បាប់មិនទាន់ចេញនេះគឺធ្វើការយកលេសថាមិនជូនដំណឹងជូនអីជូនច្បាប់ទៅច្បាប់ចេញយើងមិនដឹងថាតើនឹងការរដ្ឋបတ်យ៉ាងណាទៅហើយការរៀបរៀងនេះវាមិនស្របទៅនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យឬក៏នីតិរដ្ឋហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហើយប្រជាពលរដ្ឋមានសិទ្ធិស្នើឡើងទៅដល់រដ្ឋសភាជាតិក៏ដូចជាអាជ្ញាធររដ្ឋដែលពួកគាត់មានបញ្ហាឬក៏មានទុក្ខសោកដើម្បីឲ្យពួកគេដោះស្រាយ VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកគៀតចន្ទថារិទ្ធនិងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រតែទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួលចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡុងឌីម៉ង់អះអាងថាជាប់ប្រជុំមន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថាមាត្រា5មាត្រា10មាត្រា15មាត្រា22មាត្រា30និងមាត្រា32សុទ្ធតែជាក្តីបារម្ភខ្លាំងដោយមាត្រា32នេះបានចែងពីការផាកពិន័យធ្ងន់ធ្ងរដល់អង្គការឬសមាគមណាដែលមិនបានបំពេញលក្ខខណ្ឌតាមច្បាប់នោះហើយឈានទៅលុបឈ្មោះអង្គការនោះចោលមន្ត្រីសិទ្ធិមនុស្សអះអាងថានៅពេលច្បាប់នេះចេញនឹងធ្វើឲ្យសមាគមតូចៗនិងសកម្មភាពការងារស្ម័គ្រចិត្តរបស់យុវជននិងសកម្មជនតាមមូលដ្ឋាននឹងត្រូវបញ្ចប់ព្រោះតែពួកគេមិនអាចបំពេញលក្ខខណ្ឌតាមអ្វីដែលរដ្ឋាភិបាលបានកំណត់ក្នុងច្បាប់នោះគួរបញ្ជាក់ផងដែរថានៅថ្ងៃស្អែកនេះរដ្ឋសភានឹងបើកសិក្ខាសាលាថ្នាក់ជាតិស្វែងយល់ពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលផងដែរ Radio Free Asia កិច្ចប្រជុំបទទ្វាររវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមមិនទាន់លេចចេញជាលទ្ធផលណាមួយនៅឡើយនៅព្រឹកថ្ងៃអង្គារនេះការប្រជុំដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរធ្វើឡើងដោយលោកវ៉ាកំហុងប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជានិងលោកហូស៊ាន់សឺនអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទទួលបន្ទុកកិច្ចការព្រំដែនបន្ទាប់ពីផ្អាកកិច្ចប្រជុំនេះលោកវ៉ាកំហុងមិនបានផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយមួយប្រជុំជាមួយគ្នាវៀតណាមសម្រាប់មិនអាហ្នឹងយើងជារឿងដល់និយាយខុសទៅប្រាប់ទៅវៀតណាមបោះបង្គោលវៀតណាមសម្រាប់វៀតណាមកម្ពុជាវៀតណាមប្រជុំជាមួយគ្នាគឺសម្រាប់ជាមួយគ្នាកុំចេះទៅដាក់អញ្ចឹងទៅក៏ដូចជាយើងទៅជះគេដែរមិនមែនប្រមាណវេរដែរឯណោះកិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលប្រទេសទាំងពីរមានភាពតានតឹងតាមបណ្ដោយព្រំដែនដែលឈានដល់កើតមានអំពើហិង្សារវាងពលរដ្ឋខ្មែរនិងវៀតណាមប៉ះប្រយុទ្ធគ្នាមួយប្រាវបណ្ដាលឲ្យរងរបួសរៀងខ្លួននៅតំបន់ព្រំដែនខេត្តស្វាយរៀងការប៉ះទង្គិចគ្នានេះកើតឡើងនៅពេលដែលពលរដ្ឋវៀតណាមរារាំងមិនឲ្យពលរដ្ឋខ្មែរចូលទៅពិនិត្យតាក់ទិននឹងភាពមិនប្រក្រតីតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមក្រសួងការបរទេសកម្ពុជាបានដាក់កំណត់ទូទៅរដ្ឋាភិបាលវៀតណាមចំនួនមិនតិចជាង11លើកឡើយក្នុងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃទី6កក្កដាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនដាក់លិខិតសុំខ្ចីផែនទីដើមដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ1964ដើម្បីយកមកផ្ទៀងផ្ទាត់នឹងផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្នក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាងការស្នើសុំនេះនៅក្រៅពេលគណៈបកប្រឆាំងបានបដិសេធមិនទទួលស្គាល់ផែនទីដែលគណៈកម្មាធិការព្រំដែនកម្ពុជាធ្វើសន្និសីទសារព័ត៌មានបង្ហាញពីផែនទីនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី2ខែកក្កដាទន្ទឹមនឹងនេះគណៈបកប្រឆាំងទាមទារផ្អាកការបោះបង្គោលព្រំដែនម្ដោះអាសន្នដែលចោទថាផែនទីដែលកំពុងប្រើប្រាស់សប្តាហ៍ថ្ងៃនេះជាផែនទីคล้ายៗនិងស្នើសុំបង្កើតគណៈកម្មាធិការព្រំដែនជាតិថ្មីមួយដែលមានសមាជិកភាពចម្រុះដើម្បីធ្វើការងារនេះដោយតម្លាភាពខ្ញុំរ៉ាន់សំណាងវិទ្យុអាស៊ីសេរីត្រឹមត្រូវជាការល្អប្រសើរណាបងល្អប្រសើរយ៉ាងម៉េចបងព្រោះថារាល់ថ្ងៃប្រទេសកម្ពុជាយើងកំពុងមានបញ្ហាព្រំដែនដល់ពេលឥឡូវបានសម្ដេចគាត់ទៅពឹងអង្គការសហប្រជាជាតិណាបងលើកយកផែនទីនៅតម្កល់នៅអង្គការសហប្រជាជាតិចឹងនេះជាការល្អបងខ្ញុំយល់ឃើញខ្ញុំគិតថាវាគឺជាចំណុចល្អមួយសម្រាប់ប្រទេសកម្ពុជាយើងឬក៏ការងារសង្គមជាតិរបស់ប្រទេសកម្ពុជាយើងពីព្រោះអីបញ្ហាព្រំដែនយើងតែងតែមានទំនាស់ជារឿយៗជាមួយនឹងប្រទេសជិតខាងឬក៏បញ្ហាព្រំដែនជាមួយនឹងប្រទេសថៃជាដើមដូច្នេះឧទាហរណ៍នៅ
ប្រទេសកម្ពុជាយើងតែនៅថ្មីនេះគឺមានចំនួនរវាងប្រជាជនខ្មែរនិងវៀតណាមនៅតាមតំបន់ព្រំដែនខេត្តស្វាយរៀងដូច្នេះបើរដ្ឋាភិបាលគាត់ខ្វាយខ្វល់អំពីប្រទេសជាតិមែនគាត់គួរតែទៅសុំផែនទីពីអង្គការសហប្រជាជាតិពីព្រោះអីយើងចង់ដឹងថាត្រឹមត្រូវឬអត់ហើយវាគឺជាបញ្ហាមួយដែលឲ្យសង្គមជាតិឬក៏ប្រទេសពិភពលោកទាំងមូលគេបានដឹងអំពីបញ្ហានៅក្នុងប្រទេសកម្ពុជាបើសិនជាគាត់យកមកមែនណាពិតប្រាកដយកមកទៀងទាត់រដ្ឋប្រជាជននឹងត្រឹមត្រូវខ្ញុំគិតថាគាត់ធ្វើត្រឹមត្រូវពីព្រោះផែនទីសប្ងាយមិនដឹងថាជាការពិតឬមិនការពិតអញ្ចឹងមានន័យថាគាត់យកពីផែនទីពីអន្តរជាតិមកដើម្បីយកមកដោះស្រាយគឺជាការល្អបងចំពោះខ្ញុំវិញខ្ញុំគិតថាបើសិនជារដ្ឋាភិបាលគាត់មានបំណងក្នុងការដោះស្រាយបញ្ហាព្រំដែននិងរវាងចំនួនប្រទេសទាំងពីរជិតខាងទាំងពីរបើគាត់មានបំណងក្នុងការដោះស្រាយមិនខ្ញុំគាំទ្រប៉ុន្តែអ្វីដែលខ្ញុំមិនគាំទ្របើសិនជារដ្ឋាភិបាលគ្រាន់តែចេញសេចក្តីប្រកាសឲ្យមិនធ្វើវិញនោះខ្ញុំអត់គាំទ្រទេអ្វីដែលគាត់ធ្វើនោះ